នេះគឺជាពូជពទ្រាដែលខ្ញុំតែងតែនិយាយថាវាមានបញ្ហាផ្លែវាអញ្ចឹងណាបាទតាមពិតទៅអ្វីដែលខ្ញុំសរសើរគឺការលូតលាស់របស់វាដងដើមស្លឹកនិងផ្លែហើយភាពញឹកនៃផ្លែអីអញ្ចឹងណាបាទគឺអានេះគឺវាបេះអស់ច្រើនហើយក៏វាជ្រុះអស់ច្រើនដែរហើយប៉ុន្តែអ្វីដែលខ្ញុំនិយាយហ្នឹងគឺបញ្ហាផ្លែវាបងប្អូនបាទផ្លែវាតាមពិតទៅគឺវាដូចជានេះទម្រាំដល់គេហៅថាពេលដែលយើងអាចនឹងបេះហូបបានផ្លែវាឆ្ងាញ់វាទៅជាមានពណ៌បែបនេះបងប្អូនបាទហ្នឹងហើយអញ្ចឹងតាមពិតទៅបើយើងគិតមើលទៅខាងលើបែបនេះបាទពណ៌លឿងស្អាតហើយប៉ុន្តែនៅខាងក្រោមគឺវានៅខៀវនៅឡើយបងប្អូនបាទនៅខៀវដល់ពេលចាប់ផ្ដើមមកនឹងទុំវាទៅជាឡើងពណ៌បែបនេះបណ្ដោយបាទបើយើងគិតថាត្រូវថ្ងៃមិនត្រូវថ្ងៃទេដោយសារអីកន្លែងនេះគឺពេញទំហឹងត្រូវថ្ងៃទេប៉ុន្តែវាអត់មានពណ៌នឹងកើតឡើងមកទេបាទអញ្ចឹងពណ៌នឹងកើតឡើងលុះត្រាតែវានឹងទុំបងប្អូនបាទវាចាប់ផ្ដើមទុំវាចាប់ផ្ដើមមានពណ៌នឹងចេញមកនេះដូចជាអីបាទនេះឃើញទេចាប់ផ្ដើមចេញមកឃើញទេបាទរហូតដល់វាមានពណ៌បែបនេះអញ្ចឹងបើពណ៌បែបនេះបើយើងយកទៅលក់វិញវាគេចាប់ទុកថាអាហ្នឹងវាជាផ្លែដែលបេះទុកយូរអញ្ចឹងណាបាទផ្លែដែលអត់សូវមានគុណភាពអីចឹងទៅប៉ុន្តែពិតអាហ្នឹងអត់អីទេបងប្អូនបាទវានៅធម្មតាទេវាអត់អីទេបាទវាអាចហូបបានហើយក៏វាអត់មានបញ្ហាអីដែរប៉ុន្តែគ្រាន់ថាវាដូចជាលក្ខណៈវាពណ៌អត់ស្អាតនិយាយរួមទៅពណ៌អត់ស្អាតបាទហ្នឹងហើយចង់បានពណ៌ស្អាតវាលក្ខណៈដូចនៅលើដើមបែបនេះបាទប៉ុន្តែវាអត់ទាន់ហូបឆ្ងាញ់បាទវាអត់ទាន់ហូបឆ្ងាញ់តម្រាំទុកឲ្យហូបឆ្ងាញ់បានវាទៅជាពណ៌បែបនេះវិញបាទវាអត់ទាន់មានបញ្ហាអីទេបាទនេះនៅហូបឆ្ងាញ់ហើយឈ្ងុយបាទប៉ុន្តែគ្រាន់ថាបើពណ៌វិញគឺចប់បណ្ដោយទទួលយកអត់បានអញ្ចឹងណាបងប្អូនបាទបើវានៅខ្ចីវិញគឺពណ៌បែបនេះខៀវស្អាតណាបងប្អូនបាទខៀវស្អាតនៃដើមទូចមួយមិនទាន់ប៉ិនកូនដៃបងប្អូនផ្លែច្រើនតែយើងកាត់អត់កុំឲ្យវាផ្លែទៀតអញ្ចឹងណាបាទកាត់ចុកចុងមែកហ្នឹងហើយឥឡូវខ្ញុំបានកាត់ចោលច្រើនហើយបាទកាត់ច្រើនហើយ3រសជាតិនេះផ្លែដល់បាទផ្លែកណ្ដាញ់យកគ្នាហ្មងបាទហ្នឹងហើយទុនមែកធ្លាក់មកក្រោមអស់ស្យាបហ្នឹងហើយបាទដូចដើមនេះអីផ្លែមែនតើកាលមុនខ្ញុំថតអីគឺផ្លែឡើងក្តាំងតែអត់សូវបានហូបទេរៀងទៅទុំតែល្មមអីវាធ្លាក់បាត់នេះធ្លាក់បែបនេះបាទធ្លាក់អញ្ចឹងបាទហើយយើងបានកាត់ចោលបាត់ហើយបាទកាត់ចោលដើមនេះអីក៏ផ្លែច្រើនដែរយើងកាត់ចោលអស់ហើយបាទក្រោយទៀតយើងកាត់ចោលពីយើងកាត់ចោលនេះតមេឃថ្មីអញ្ចឹងណាបាទដោយសារតែអន់ចិត្តជាមួយនឹងពណ៌សម្បុរវានឹងឯងបាទនេះអានេះយើងនឹងកាត់ចោលដែរបាទដោយសារយើងតពូជថ្មីហើយយើងដាក់ប៉មម្ដងបាទនេះចាប់ផ្ដើមចេញត្រួយហើយបាទ